Hello everyone and ជំរាបសួរបងប្អូនទាំងអស់គ្នាបានមកជួប admin សាជាថ្មីម្ដងទៀតហើយជាមួយនឹងការ update នៅវីដេអូថ្មីនៅក្នុងវីដេអូ update ថ្ងៃនេះអ្នកទាំងអស់គ្នាប្រកាសជាមានអារម្មណ៍ប្លែកបន្តិចទាំងអស់គ្នា admin នឹង update អំពី scam ភាពសៅច័ន្ទនិងរឿងពាក់ព័ន្ធមួយចំនួនរបស់ Wang Yibo អូខេអញ្ចឹងបងប្អូនទាំងអស់គ្នាប្រកាសជាឆ្ងល់ហើយមែនទេថាតើនៅក្នុងថ្ងៃនេះយីច័ន្ទមានសកម្មភាពអ្វីដែល update ថ្មីអញ្ចឹងកុំឲ្យរងចាំយូរយើងទៅមើលការ update ទាំងអស់គ្នា Let's go សម្រាប់ការ update ទី1 admin នឹង update អំពីសកម្មភាពរបស់សៅច័ន្ទនៅថ្ងៃទី29ខែមករាឆ្នាំ2023នៅវេលាម៉ោង 10:40 នាទីព្រឹកសៅច័ន្ទបានរៀបចំចាក់ចេញពីសន្តាគារដើម្បីធ្វើដំណើរទៅធ្វើការថតរឿងសានសាញ់វិតមីផងដែរអូខេសម្រាប់សកម្មភាពសៅច័ន្ទថតរឿងប្រហែលថ្ងៃនេះ admin ក៏ចង់ប្រាប់អ្នកទាំងអស់គ្នាផងដែរថារយៈពេលពី3ថ្ងៃមកនេះមានមនុស្សជាច្រើនរងចាំលើកទឹកចិត្តនិងតាមច័ន្ទកើកំឡុងពេលថតរឿងសានសាញ់វិតមីហើយអ្វីដែលគួរឲ្យកត់សម្គាល់ទៀតនោះដោយអ្នកទាំងអស់គ្នាបានដឹងហើយថានៅរដូវនេះគឺជារដូវរងាអញ្ចឹងកំឡុងពេលនេះអាកាសធាតុនៅក្នុងប្រទេសចិនគឺត្រជាក់ខ្លាំងមែនទែនប៉ុន្តែយើងឃើញថាសៅច័ន្ទស្លៀកសម្លៀកបំពាក់ធម្មតាដោយសៅច័ន្ទស៊ូទ្រាំនឹងភាពត្រជាក់បានយ៉ាងល្អក្នុងពេលថតរឿងប៉ុន្មានថ្ងៃនេះហើយអ្វីដែលកាន់តែណាត់ច័ន្ទកើទៀតនោះកាលពីម្សិលមិញមានឈុតថតជាច្រើនដែលក្នុងនោះមានឈុតថតរត់ចុះតាមកម្មចិន្តាគារនិងឈុតបើកឡានជាដើមចង់ឃើញថាច័ន្ទកើពិតជាទ្រាំនឹងភាពត្រជាក់ខ្លាំងមែនទែនហើយបន្ទាប់ពីច័ន្ទកើថតចប់ក្រុមការងារនិងជំនួយការច័ន្ទកើគឺតែងតែប្រញាប់យកកៅអៅមកពាក់ឲ្យច័ន្ទកើយ៉ាងលឿនផងដែរអ្វីដែលកាន់តែពិសេសទៀតនោះឈុតឆាកដែលច័ន្ទកើថតគឺពិតជាគួរឲ្យស្រឡាញ់ខ្លាំងមែនទែនទាំងអស់គ្នាហើយនៅថ្ងៃស្អែកទី30ខែមករាឆ្នាំ2023សៅច័ន្ទនឹងធ្វើដំណើរត្រឡប់ទៅទីក្រុងឆុងឈៀងវិញដើម្បីថតឈុតខ្លះៗនៃរឿងសានសាញ់វិតមីផងដែរអូខេអញ្ចឹងដូចអ្នកទាំងអស់គ្នាបានដឹងហើយថារឿងសានសាញ់វិតមីនេះក៏នឹងជិតថតបញ្ចប់ផងដែរអូខេឥឡូវយើងទៅមើលការupdateបន្ទាប់ដែល admin នឹង update អំពីព័ត៌មានរបស់ Wang Yibo មុននឹងធ្វើការ update ថ្មី admin ក៏ចង់ប្រាប់អ្នកទាំងអស់គ្នាផងដែរថាកាលពីយប់មិញនេះ Wang Yibo បានថតបញ្ចប់នៅខ្សែភាពយន្តថ្មីរបស់គាត់ជប់ជ្រៅខ្លាំងមែនទែនទាំងអស់គ្នារហូតដល់ម៉ោង 1:49 នាទីទៀតភ្លឺផងដែរហើយនៅថ្ងៃទី29ខែមករាឆ្នាំ2023នៅវេលាម៉ោង 15:38 នាទីរសៀល Wang Yibo ក៏បានរៀបចំចាក់ចេញពីសន្តាគារដើម្បីទៅធ្វើការថតរឿងបន្តទៀតផងដែរចឹងដូចអ្នកទាំងអស់គ្នាបានឃើញហើយថា Wang Yibo បានត្រឡប់មកពីធ្វើការវិញយប់ឆ្នេះ Wang Yibo ត្រូវសម្រាករហូតដល់ថ្ងៃរសៀលទើបគាត់ចាក់ចេញទៅធ្វើការថតបន្តទៀតផងដែរហើយអ្វីដែលកាន់តែពិសេសនិងជាដំណឹងល្អសម្រាប់ fan ទាំងអស់គ្នាទៀតនោះដូចអ្នកទាំងអស់គ្នាបានដឹងកាលពីវីដេអូមុនដែលមានបាន update រួចមកហើយថារឿង movie Hidden Plan នឹងចាក់ផ្សាយក្រៅប្រទេសដែលក្នុងនោះមានប្រទេសកាណាដានិងសហរដ្ឋអាមេរិកខាងជើងផងដែរហើយនៅថ្ងៃទី28ខែមករាឆ្នាំ2023 Wellgo USA បានប្រកាសជាផ្លូវការហើយថារឿង Hidden Plan នឹងចាក់បញ្ចាំងនៅក្នុងរោងកុននៅសហរដ្ឋអាមេរិកខាងជើងនិងប្រទេសកាណាដារួចហើយប៉ុន្តែសម្រាប់ការបរិច្ឆេទចេញលក់សម្បត្តិនឹងត្រូវប្រកាសក្នុងពេលឆាប់ៗនេះផងដែរ Admin ក៏សូមចូលរួមអបអរដល់ fan នៅប្រទេសអាមេរិកខាងជើងនិងប្រទេសកាណាដាដែលចិត្តបានមើលរឿង Wang Yibo នាពេលឆាប់ៗនេះផងដែរហើយនៅក្នុងថ្ងៃទី29ខែមករាឆ្នាំ2023នេះក៏មានដំណឹងថារឿង Hidden Plan នឹងចាក់ផ្សាយនៅក្នុងប្រទេសថៃនាពេលឆាប់ៗនោះផងដែរប៉ុន្តែកំឡុងពេលនេះមិនទាន់មានការប្រកាសជាផ្លូវការពីរោងកុននៅក្នុងប្រទេសថៃនៅឡើយទេអូខេដូច្នេះយើងមានតែរងចាំមើលទាំងអស់គ្នាថាតើរឿង Hidden Plan នឹងចាក់បញ្ចាំងនៅក្នុងប្រទេសថៃដែរឬទេហើយនៅពេលណាអូខេអញ្ចឹងយើងមានតែរងចាំមើលទាំងអស់គ្នាថាតើមានការប្រកាសជាផ្លូវការពីរោងកុននៅក្នុងប្រទេសថៃដែរឬទេអញ្ចឹងយើងរងចាំមើលទាំងអស់គ្នាអូខេហើយអ្វីដែលកាន់តែពិសេសហើយភ្ញាក់ផ្អើលសម្រាប់ admin និង fan ទាំងអស់គ្នាទៀតនោះថ្ងៃទី29ខែមករាឆ្នាំ2023 លាវហៃគុនបាន update នៅលើគណនី account Weibo របស់គាត់ដែលគាត់បានទៅមើលរឿង Hidden Plan ហើយនៅក្នុងការ update នោះគាត់បានសរសេរនៅលើ caption ថារីករាយថ្ងៃទី8នៃថ្ងៃចូលឆ្នាំចិននៅថ្ងៃធ្វើការដំបូងខ្ញុំបានទៅមើលរឿង Hidden Plan របស់ Wang Yibo វាពិតជាពិបាកក្នុងការកក់សម្បត្តិកុនក្នុងកំឡុងពេលបុណ្យនីតិខេរដូវប៉ុន្តែខ្ញុំធ្វើលើកនេះហើយនឹងគាំទ្រ Wang Yibo Hidden Plan ចេញលក់ហើយតោះទៅមើលទាំងអស់គ្នាទាំងអស់គ្នាពិតជា surprise ហើយអស្ចារ្យខ្លាំងមែនទែនដូចអ្នកទាំងអស់គ្នាបានស្គាល់បងប្រុសលីហៃគុនរួចហើយដែលគាត់គឺជាតួអង្គបងប្រុសឡាន់ច័ន្ទនៅក្នុងរឿង The Anthem ហើយនៅក្នុងថ្ងៃនេះគាត់ពិតជាបានបង្ហាញពីទំនាក់ទំនងការគាំទ្ររបស់គាត់ទៅលើ Wang Yibo ច្បាស់ខ្លាំងមែនទែនទាំងអស់គ្នាតែដូចអ្នកទាំងអស់គ្នាបានដឹងតួអង្គរបស់បងប្រុសឡាន់ច័ន្ទហើយគឺគាត់តែងតែគាំទ្រឡាន់ច័ន្ទរហូតតែម្ដងអញ្ចឹងនៅក្នុងពេលនេះគាត់ក៏បានបង្ហោះនិងគាំទ្រ Wang Yibo យ៉ាងខ្លាំងនៅក្នុងថ្ងៃនេះហើយគាត់បាន
បានទិញសម្បត្តិជាច្រើនដូចអ្នកទាំងអស់គ្នាឃើញនៅក្នុងរូបអញ្ចឹងសូមបញ្ជាក់ឲ្យឃើញថាទំនាក់ទំនងរបស់ពួកគាត់គឺនៅតែល្អនិងគ្រប់គ្រងគ្នារហូតមកដល់ពេលបច្ចុប្បន្ននេះផងដែរដែលក្នុងនោះសៅច័ន្ទក៏បានចូលរួមអបអរសាទរនិងគាំទ្រនៅខ្សែភាពយន្តថ្មីរបស់វ៉ាងជីប៉ូតាមរយៈការផុសនៅរូបភាពរបស់គាត់ដោយអ្នកទាំងអស់គ្នាបានដឹងនឹងឃើញការពីវីដេអូមុនដែល admin បានអាប់ដេតរួចមកអញ្ចឹង admin ពិតជារំភើបនិងសប្បាយចិត្តខ្លាំងមែនទែននៅពេលដែលឃើញទំនាក់ទំនងរបស់ពួកគាត់នៅតែល្អបែបនេះហើយមិនត្រឹមតែច័ន្ទកើនិងបងប្រុសលីហៃគុនដែលគាំទ្ររឿង Hidden Plan របស់វ៉ាងជីប៉ូប៉ុណ្ណោះទេគឺមានសិល្បករជាច្រើនផ្សេងទៀតបានផុសគាំទ្រនៅខ្សែភាពយន្តថ្មីរបស់វ៉ាងជីប៉ូ Hidden Plan នេះដូចអ្នកទាំងអស់គ្នាបានឃើញនៅក្នុងវីដេអូនេះអញ្ចឹងយ៉ាងនៅក្នុងថ្ងៃនេះផងដែរ admin ពិតជាសប្បាយចិត្តនិងរំភើបជំនួសវ៉ាងជីប៉ូខ្លាំងមែនទែន admin ក៏សង្ឃឹមថាមិត្តភាពរបស់ពួកគាត់គឺនៅតែស្ថិតស្ថេរនិងល្អបែបនេះជារៀងរហូតផងដែរអូខេអញ្ចឹងសម្រាប់ការ update វីដេអូនេះគឺមានតែប៉ុណ្្នឹងទេអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូ admin ពីដើមរហូតដល់ចប់សង្ឃឹមថាបងប្អូនទាំងអស់គ្នាពេញចិត្តនឹងការ update វីដេអូថ្មីនេះហើយជួប admin នៅវីដេអូក្រោយ Thank you everyone for your watching this video hope you can enjoy this new update today and see me next video bye bye everyone ជម្រាបលាបងប្អូនទាំងអស់គ្នា